មិនអត់ដែរអញ្ចឹងខ្ញុំចុចកន្លែងណាខំមានអាខំខ្ញុំគេហៅទៀតហើយចង់ប្រើខ្លាយខ្លួនទៅជាអ្នកមានជំនាញ Digital ពិតប្រាកដយកច្បាស់ពីគ្រឹះនៃបច្ចេកវិទ្យា IC3 Digital Literacy គឺជាជំហានដំបូងបំផុតមិនមែនសម្រាប់តែផ្នែក IT ប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សគ្រប់រូបដែលនៅក្នុងសម័យ Digital IC3 Digital Literacy គឺជាវគ្គសិក្សាវិញ្ញាបនបត្រអន្តរជាតិដែលបញ្ជាក់ថាអ្នកមានជំនាញ Digital មូលដ្ឋានគ្រប់គ្រាន់នៅក្នុងការប្រើប្រាស់កុំព្យូទ័រ អ៊ីនធឺណិតបច្ចេកវិទ្យា Digital សម្រាប់ការសិក្សាការងារនិងជីវិតប្រចាំថ្ងៃមិនមែនគ្រាន់តែចេះចុចកុំព្យូទ័រទេប៉ុន្តែជាការប្រើប្រាស់បច្ចេកវិទ្យាឲ្យមានប្រសិទ្ធភាពនិងសុវត្ថិភាពទៀតផង IT3 បង្រៀនពីអីខ្លះទៅដំបូងបង្អស់គឺស្គាល់ពីមូលដ្ឋានគ្រឹះរបស់កុំព្យូទ័រដែលស្គាល់ពី hardware software និង operating system ជាដើមទី2គឺយល់ច្បាស់និងអាចបែងចែកបានថាព័ត៌មានមួយណាពិតព័ត៌មានមួយណាคล้ายៗរួមទាំងការប្រើប្រាស់ Google និងការ research ដោយវៃឆ្លាតទី3ដែលសំខាន់ជាងគេគឺការយល់ដឹងអំពីការការពារគណនី Facebook Gmail ជៀសវាងការ hack មេព័ត៌មាននិងការការពារសុវត្ថិភាពអនឡាញផងដែរហើយចុងក្រោយគឺអាចប្រើប្រាស់និងបង្កើតឯកសារដោយអ្នកជំនាញចឹងវិញ្ញាបនបត្រ IC3 គឺជាការវិនិយោគលើអនាគតរបស់អ្នកចាប់ផ្ដើមថ្ងៃនេះធ្វើការទំនាក់ទំនង